យើងមើលប្រទេសជប៉ុនដែលទំមានយុរដ្ឋមន្ត្រីស្រីថ្មីមួយប្រទេសគេធំរាប់រយលាននាក់ក្រសួងដែលធ្វើការរបស់គេទូចតែមួយណាបាទហេតុអីក៏មានប្រសិទ្ធភាពយើងក្រសួងដល់ទៅ28ហើយរាប់ពាន់អ្នកទីប្រឹក្សាអនុរដ្ឋលេខាធិការស្អីញ៉ៃសម្បើមត្រូវតែឆន្ទៈនយោបាយថ្មីជាមួយនឹងកំណែតម្រង់ថ្មីមួយបាទរួមឲ្យតូចប៉ុន្តែអ្នកធ្វើការនោះពិតប្រាកដចឹងនៅកន្លែងនេះខ្ញុំមានសំណួរមួយដែលខ្ញុំគិតថាសំណួរនេះសំខាន់ដែរតាក់ទងនឹងក្រសួងតើលោកគ្រូគិតថាការមានក្រសួងច្រើនវាជួយបង្កើនប្រសិទ្ធភាពការងារឬក៏បង្កើតភាពស្មុគស្មាញនិងជាបន្ទុកដល់រាជការក្នុងការចាយលុយទៅដល់មន្ត្រីរាជការទាំងអស់ហ្នឹងទេលោកគ្រូបាទអរគុណណាសម្រាប់សំណួរនេះបាទឃើញថាសំណួរខ្លីងាយយល់ក៏តែមិនប្រកាសថាស្រួលឆ្លើយទេបើសិនជាយើងសួរទៅរាជរដ្ឋាភិបាលណាគាត់ថាមុខតែគាត់យល់ថាអានឹងវាត្រូវហើយវាល្អហើយបានគាត់ធ្វើបើមិនអញ្ចឹងគាត់មិនធ្វើទេណាបាទក៏ប៉ុន្តែក្នុងឋានៈជាអ្នកបច្ចេកទេសជាអ្នកដែលសិក្សាស្រាវជ្រាវពីអភិបាលកិច្ចល្អខ្ញុំនៅតែជឿថាប្រទេសយើងមិនមែនជាប្រទេសឯកោនៅលើកោះតែមួយអត់មានអ្នកណានៅក្នុងសកលលោកនឹងទេណាយើងមើលពីប្រវត្តិរបស់យើងមើលឧទាហរណ៍ជុំវិញសកលលោកណាយើងមើលប្រទេសជប៉ុនដែលទំមាននាយករដ្ឋមន្ត្រីស្រីថ្មីមួយប្រទេសគេធំរាប់រយលាននាក់បាទក៏ប៉ុន្តែក្រសួងដែលធ្វើការរបស់គេទូចតែមួយណាបាទហេតុអីក៏មានប្រសិទ្ធភាពយើងក្រសួងដល់ទៅ28ហើយរាប់ពាន់អ្នកទីប្រឹក្សាអនុរដ្ឋលេខាធិការស្អីញ៉ៃសម្បើមប៉ុន្តែហេតុអីក៏យើងដឹងថាចង់ដឹងថាប្រសិទ្ធភាពឬអត់ប្រសិទ្ធភាពយើងទៅសួរប្រជាពលរដ្ឋទៅណាបាទថាតើបំរើរបស់គាត់មែនឬអត់ណាបើរាជរដ្ឋាភិបាលថាបំរើមែនតែប្រជាពលរដ្ឋអ្នកទទួលសេវាថាពួកខ្ញុំនៅតែវេទនារាល់ថ្ងៃតើយើងស្ដាប់អ្នកណាគេយើងធ្វើរដ្ឋាភិបាលដើម្បីបំរើប្រជាពលរដ្ឋបើប្រជាពលរដ្ឋគាត់ថាគាត់អត់ពេញចិត្តតើយើងនៅតែថាយើងត្រូវមិនកើតមិនអញ្ចឹងខ្ញុំលើកយកតជាក់ស្ដែងមួយឬពីរដែលខ្លីដើម្បីងាយយល់យើងចេះតែថាសេវាបម្រើប្រជាពលរដ្ឋក្នុងរឿងកាត់ប្លង់ដីណាប្លង់ទុនប្លង់រឹងកម្មសិទ្ធិអីរាជរដ្ឋាភិបាលចេះតែថាធ្វើល្អហើយណាប៉ុន្តែជាក់ស្ដែងយើងទៅធ្វើប្លង់រឹងមើលបើយើងមិនអស់រាប់ពាន់ដុល្លារទេឲ្យមកវាយក្បាលខ្ញុំណាបាទអ្នកណាក៏ធ្ងោដែរនៅក្នុងរឿងទាំងអស់ហ្នឹងហើយយើងទម្លាក់មិនបើរឿងវាពិតប្រកបវាអញ្ចឹងមែនណាបាទខ្ញុំមានអ្នករកស៊ីនៅលើកោះស្ដាច់ណាគ្នាគ្រាន់តែបើកដេញអូតែលប៊ូទិកមួយមានតែ5 10ឬ20កន្ទប់ណាខ្ញុំស្កោតសរសើរគេមែនតើហ្មងគឺថាយំសឹងលែងចេញតែភ្នែកសឹងស្រក់ឈាមហើយបាទអាញាធមមូលដ្ឋាននឹងគៀបគ្រប់យ៉ាងទាំងអស់ម្ដងឲ្យធ្វើម្ដងមិនឲ្យធ្វើសូមសម្បត្តិទៅដល់ទៅបានធ្វើបានសូមសម្បត្តិមិនដល់ធ្វើបានណាបានរួចហើយខាងលើនឹងចេះតែស្រែករឿងកំណែតម្រង់រឿងល្អប៉ុន្តែក្រមនោះចង់ងាប់ណាដូច្នេះហើយខ្ញុំថាការពិតណាវានៅតែជាការពិតណាយើងកុំសួរអ្នកដែលនៅខាងលើយើងទៅសួរថាអ្នកដែលទទួលរឿងអស់ហ្នឹងណាតើជីវិតពិតប្រកបហ្នឹងវាយ៉ាងម៉េចណានៅក្នុងរឿងទាំងអស់ហ្នឹងបាទខ្ញុំលើកយកឧទាហរណ៍មួយទៀតដោយមកយើងខ្លួនខ្ញុំផ្ទាល់ទៅទិញឡានដើម្បីនឹងដាក់លេខឡានណាក្រសួងហ្នឹងនិយាយមកណាសិតតែតាមអនឡាញអីគ្រាន់តែចុះទៅអីស្រួលអីគ្មានស្រួលទេទៅដល់ហ្នឹងរត់ពីកន្លែងមួយទៅកន្លែងមួយហ្នឹងទីបំផុតបើអត់មានគោជ័យរត់ឲ្យទេណាយើងធ្វើអត់ចេញដាច់ខាតតែម្ដងបាទអានេះការនេះណាមិនមែនចេះតែនិយាយទេគឺទៅធ្វើជាក់ស្ដែងទៅធ្វើខ្លួនឯងនៅក្នុងរឿងទាំងអស់ហ្នឹងណាបាទអញ្ចឹងហើយបានខ្ញុំគិតថាតើការដែលយើងមានច្រើនហ្នឹងវាដូចពាក្យខ្មែរយើងថាគ្នាសើមជាច្រើនសំខ្លោចមែនឬអត់ណាបាទខ្ញុំនៅតែជឿអញ្ចឹងថាសេវាពិតប្រាកដដែលធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តមានសុភមង្គលក្នុងជីវិតប្រចាំថ្ងៃទាំងរស់ស៊ីទាំងធ្វើការងារទាំងចំកូនស្អីក៏ដោយគឺមិនមែនត្រូវសួររាជរដ្ឋាភិបាលទេត្រូវសួរប្រជាពលរដ្ឋដែលអ្នកទទួលសេវាថាអានឹងវាដើរឬមិនដើរណាបាទអញ្ចឹងហើយបានជានៅក្នុងសំណើរបស់ខ្ញុំថាកំណែតម្រង់រដ្ឋបាលសាធារណៈណាមិនអាចធ្វើតែរាជរដ្ឋាភិបាលខ្លួនឯងបានទេត្រូវតែធ្វើដោយមានការចូលរួមអំពី private sector ណាព
ព្រោះយើងចង់បានលុយពីសេដ្ឋកិច្ចពីពាណិជ្ជកម្មត្រូវពួកហ្នឹងហើយដែលគេធ្វើណាបើខ្ញុំទៅជែកជាមួយនឹង SME small medium enterprise គ្នាទៅហូរចង់ធ្ងោចង់ងាប់ហើយណានេះខាងលើនឹងនិយាយថាអត់ទេកែតម្រង់អស់ប៉ុន្តែក្រុមនោះដល់ពុនដានគៀបគ្នាចង់ឡើងចង់ដូចគ្រូឆ្មាហ្នឹងគៀបគ្នាចង់ងាប់ហើយដូច្នេះហើយបានជាខ្ញុំយល់ថាខ្ញុំជឿលើឆន្ទៈនយោបាយឆន្ទៈកំណែតម្រង់របស់រដ្ឋាភិបាលបន្តវេនខ្ញុំជឿច្បាស់លាស់ហ្មងតែម្ដងក៏ប៉ុន្តែខ្ញុំនៅតែជឿថាមរតកចាស់ហ្នឹងមិនដំណើរការទេបាទត្រូវតែឆន្ទៈនយោបាយថ្មីជាមួយនឹងកំណែតម្រង់ថ្មីមួយបាទរួមឲ្យតូចប៉ុន្តែអ្នកធ្វើការនោះពិតប្រាកដអ្នកសិទ្ធិស្រឡាញ់ការងារណោះប៉ូលីដាមនុស្សបែបហ្នឹងបាទអាហ្នឹងបានខ្ញុំហៅថាបំរើសេវាប្រជាពលរដ្ឋណាត្រូវរកមនុស្សបែបហ្នឹងដើម្បីនឹងធ្វើការមកដាក់នៅក្នុងរដ្ឋបាលអាហ្នឹងបានជាកំណែតម្រង់សាធារណៈគ្រាន់តែប្រជាពលរដ្ឋនិយាយនៅក្នុង Facebook ភ្លាមអាយដាមសសខាហៅទៅជួបភ្លាមបានសេចក្តីថាឆ្លើយតបទៅនឹងតម្រូវការបបជាពលរដ្ឋពិតប្រាកដមែនមិនអញ្ចឹងណាបាទដូច្នេះខ្ញុំឆ្លើយទៅសំណួរបងអូនណាច្រើនអត់ប្រកាសថាមានប្រសិទ្ធភាពទេបាទប៉ុន្តែលោកគ្រូចម្លើយលោកគ្រូអ្វីដែលខ្ញុំទទួលបានគឺពេញចិត្តខ្លាំងមែនតើតើតើនឹងកំណែតម្រង់ប៉ុន្តែលោកគ្រូបាននិយាយដែរថាយើងកំណែយើងកំណែតូចបន្តិចមកហើយធ្វើតែតូចតែសំខាន់ឲ្យវាមានប្រសិទ្ធភាពអញ្ចឹងនៅក្នុងនោះខ្ញុំចង់សួរតពីសំណួរក្រសួងហ្នឹងដែរតើតងយើងមានក្រសួងច្រើនប៉ុន្តែក្រសួងខ្លះគាត់មានដែនសមត្ថកិច្ចនិងកាតព្វកិច្ចរបស់គាត់ហ្នឹងស្តៀងគ្នានឹងឲ្យជាន់គ្នាអញ្ចឹងតើយើងអាចសមាហរណកម្មចូលគ្នាបានទេឬក៏យើងប្រើមួយម៉ាត់ទៀតយើងអាចកាត់គាត់ចោលបានទេលោកគ្រូក្នុងករណីដែលជន់ការងារគ្នាអញ្ចឹងអាចនៅពេលដែលយើងរដ្ឋបាលយើងត្រូវរត់ទៅនេះទៅនោះក្រសួងនេះក្រសួងនេះហើយក្រសួងទាំងអស់ហ្នឹងការងាររបស់គាត់ភាពស្រៀងគ្នាទេចឹងយើងអាចសមារកម្មចូលគ្នាឬក៏កាត់បន្ថយចោលតែម្ដងបានទេគ្រូខ្ញុំថាកុំឲ្យយើងមានអារម្មណ៍ថាធ្វើអីសុទ្ធតែត្រូវបាទយើងធ្វើកំណែតម្រង់អីក៏ដោយយើងត្រូវមានសេចក្តីក្លាហានហ៊ានទទួលស្គាល់ថាកន្លែងណាដែលធ្វើទៅហើយវាអាចខុសឬវាអាចត្រូវបើវាខុសត្រូវទទួលស្គាល់ថាខុសហើយកែវាទៅមិនមែនអ្នកណាធ្វើឲ្យត្រូវទាំងអស់ទេណាបាទហ្នឹងយើងត្រូវតែទទួលស្គាល់អញ្ចឹងមានក្រសួងដូចជាខ្ញុំយកជាឧទាហរណ៍ក្រសួងទុនធានទឹកណាបាទក្រសួងអភិវឌ្ឍជនបទបាទខ្ញុំថាក្រសួងអស់ហ្នឹងតាមលក្ខណៈខ្ញុំមើលទៅគឺអាចនឹងបញ្ចូលគ្នាជាមួយនឹងក្រសួងកសិកម្មបានយ៉ាងស្រួលណាបាទការងារធនធានទឹកវាគ្រាន់តែជាអគ្គនាយកដ្ឋានមួយទៅណាបាទបាននៅក្រោមក្រសួងកសិកម្មទៅបាទដូច្នេះហើយយើងពង្រួញមន្ត្រីមកឲ្យធ្វើការងាររកអ្នកមានសមត្ថភាពហើយយើងឲ្យប្រាក់ខែគេឲ្យដិតដល់កុំឲ្យគេរស់ទាំងវេទនាណាបាទកុំឲ្យគេរស់ទាំងគ្មានកិត្តិយសតែកាលណាគេរស់ទាំងគ្មានកិត្តិយសណាគេមុខតែប្រព្រឹត្តអំពើពុករលួយហើយយើងទៅស្ដីឲ្យគេមិនបានទេនៅក្នុងម៉ោងពេលហ្នឹងបើយើងឲ្យគេគ្រប់គ្រាន់ហើយគេប្រព្រឹត្តអំពើពុករលួយទៀតអានឹងចាំយើងដាក់ទោសគេណាបាទដូច្នេះឲ្យខ្លីរួមឲ្យទូចមកណាបាទរួចហើយផ្ដល់មធ្យោបាយផ្ដល់សិទ្ធិផ្ដល់ធនធានឲ្យគេធ្វើការឲ្យបានពិតប្រាកដហើយមានឧទាហរណ៍ផ្សេងទៀតដែលច្បាច់បញ្ចូលគ្នាបានកន្លែងខ្លះវាគ្រាន់តែជាអគ្គនាយកដ្ឋានតាណាឬមួយក៏រហូតទៅដល់នាយកដ្ឋានទៅទៀតមិនចាំបាច់ឡើងទៅដល់ធំជាងនឹងទេណាបាទក៏ប៉ុន្តែចម្លើយណាតើយើងប្រយ័ត្នយើងយកពួកគាត់ទៅណាបើគ្នារាប់ពាន់អ្នកទាំងយើងទាំងគេបើកាត់ទៅអត់មានការងារធ្វើអត់មានកិត្តិយសអត់មាននេះនោះនេះអាយបានធ្វើម៉េចគាត់សុខចិត្តមិនអញ្ចឹងណាបាទដូច្នេះហើយបានជាត្រូវតែមានអន្តរកាលមួយដើម្បីរៀបចំសម្រួលឲ្យទៅដោយស្រួលណាបាទប៉ុន្តែត្រូវមានពេលវេលាកុំឲ្យ30ឆ្នាំចេះតែប៉ុណ្ណឹងរហូតណាបាទប្រាប់គាត់ថាពីនេះទៅដល់5ឆ្នាំក្រោយត្រូវត្រៀមលក្ខណៈណាបាទត្រូវពង្រួញពីប៉ុណ្ណេះមកប៉ុណ្ណេះណាទៅក្រសួងពីប៉ុណ្ណេះមកប៉ុណ្ណេះហើយយើងចាំពិនិត្យមើលតទៅទៀតយើងវាយតម្លៃថាតើវាដើរមែនឬអត់ណាបើវាអត់ដើរនៅកន្លែងណាហើយកុំខ្លាចនឹងទទួលខុសកុំខ្លាចនឹងនិយាយប្រាប់ប្រជាពលរដ្ឋប្រាប់យុវជនថាធ្វើហ្នឹងមិនត្រូវកែទៅចេះវិញណាចឹងហើយបានជាខ្ញុំសូមឲ្យមាន council ណាក្រុមប្រឹក្សាជាតិដើម្បីមានការចូលរួមពីប្រជាពលរដ្ឋពីសង្គមស៊ីវិលពីអ្នកដេញវិស័យឯកជនជាមួយនឹងរាជរដ្ឋាភិបាលជជែកគ្នាអំពីរឿងកំណែតម្រង់រដ្ឋបាលសាធារណៈអាហ្នឹងបានវាទៅទាំងអស់គ្នា
ហើយចំណុចចុងក្រោយដែលខ្ញុំចង់លើកហ្នឹងគឺខ្លីទេខ្ញុំសូមឲ្យអវបធរដែលធ្វើស្អីក៏ត្រូវដែរណាអវបធរហ្នឹងគឺខ្ញុំថាចោលទៅណាគ្មានអ្នកណាបន្ទោសទេតែធ្វើវាខុសហើយមានតែអ្នកអត់ធ្វើទេបានវាអត់ខុសណាកុំខ្លាចនឹងទទួលហើយប្រាប់ថាខ្ញុំត្រៀមលក្ខណៈនឹងកែអញ្ចេះបើវាខុសកែទៀតណាបាទនៅស្រុកណាក៏គេធ្វើអញ្ចឹងដែរអូខេមុននឹងបោះទៅលោកគ្រូខ្ញុំសុំលោកគ្រូមួយសំណួរទៀតតែមុននឹងចូលដោយសារលោកគ្រូភ័ក្រគាត់បានលើកឡើងអំពីលោកពូប៉ាងលីដាគាត់គឺជាអភិបាលរងខណ្ឌពោធិ៍សែនជ័យដែលរហស្សនាមគាត់ទទួលបានចុងក្រោយនេះគឺញញោមមាសបាទមានន័យថារឿងដែលគេរំលោភបំពានទៅលើចំណីផ្លូវថ្នល់ឬក៏សង់វាយខ្ទេចអស់ហ្មងហើយរឿងផ្លាអីជួនកាលដាក់អសរបរទេសប៉ុណ្ណានៃបាត់អត្តសញ្ញាណហ្នឹងគឺគាត់វាយខ្ទេចហើយអញ្ចឹងមានន័យថាមន្ត្រីបែបហ្នឹងហើយដែលយើងគួរតែលើកទឹកចិត្តឲ្យគ្រប់គ្រងអញ្ចឹងចង់ shout out ទៅកាន់គាត់ពិតជាគ្រប់កោតសរសើរពីពួកយើងនៅក្រុមការងារចាក់ខុប podcast មែនតើ